គិតត្រឹមឆ្នាំ1942បកសម្ព័ន្ធត្រីភាគីអាល្លឺម៉ង់អ៊ីតាលីនិងជប៉ុនបានទទួលជោគជ័យជាបន្តបន្ទាប់ស្ទើរតែគ្រប់សមរភូមិដែលបានដណ្ដើមកាន់កាប់ទឹកដីភាគច្រើននៅទូទាំងពិភពលោកនៅអឺរ៉ុបហ៊ីតឡែរត្រួតត្រាទឹកដីស្ទើរតែពេញមួយតំបន់អឺរ៉ុបទាំងមូលដែលរាប់ចាប់តាំងពីប្រទេសបារាំងនៅទិសខាងលិចរហូតដល់តំបន់សមុទ្របាល់ទិកនិងទឹកដីមួយផ្នែករបស់សហភាពសូវៀតនៅទិសខាងកើតចំណែកបណ្ដាប្រទេសនៅអឺរ៉ុបប៉ែកខាងត្បូងជាប់សមុទ្រមេឌីទែរ៉ាណេនិងតំបន់បាល់កង់វិញគឺត្រូវស្ថិតនៅក្រោមការកាន់កាប់របស់អ៊ីតាលីនៅក្នុងតំបន់អាហ្វ្រិកប្រទេសជាច្រើនដែលជាទឹកដីអាណានិគមរបស់អង់គ្លេសនោះក៏ត្រូវបានអ៊ីតាលីនិងអាល្លឺម៉ង់វាដណ្ដើមមកកាន់កាប់ផងដែរនៅអាស៊ីវិញជប៉ុនកាន់កាប់កូរ៉េចិននិងតំបន់អាស៊ីអាគ្នេយ៍រហូតទៅដល់ព្រំដែនឥណ្ឌាដែលជាដែនអាណានិគមដ៏ធំមួយរបស់ចក្រភពអង់គ្លេសសកម្មភាពឈ្លានពានរបស់ជប៉ុននៅអាស៊ីអាគ្នេយ៍និងតំបន់ប៉ាស៊ីហ្វិកបានចាប់ផ្ដើមឡើងក្រោយពីកងទ័ពជប៉ុនបានធ្វើការលុបវាយប្រហារដោយជោគជ័យទៅលើមូលដ្ឋានទ័ពជើងទឹកអាមេរិកនៅ Pearl Harbor នៅថ្ងៃទី7ខែធ្នូឆ្នាំ1941ការវាយប្រហារដែលធ្វើឲ្យប្រជាជនអាមេរិកដែលប្រទីងប្រទង់គ្នារាប់ឆ្នាំមកហើយនោះចាប់ផ្ដើមមូលគំនិតគ្នាតែមួយក្នុងការចូលខ្លួនទៅក្នុងសង្គ្រាមអាមេរិកបានប្រកាសសង្គ្រាមលើជប៉ុននៅថ្ងៃទី8ខែធ្នូឆ្នាំ1941ក៏ប៉ុន្តែនៅពេលនោះអាមេរិកនៅមិនទាន់អាចស្ដារកម្លាំងទ័ពពីវិនាសកម្មនៅ Pearl Harbor បានពេញលេញនៅឡើយទេហើយដូច្នេះហើយបានជានៅក្នុងរយៈពេល6ខែដំបូងគឺចាប់តាំងពីខែធ្នូឆ្នាំ1941រហូតដល់ពាក់កណ្ដាលឆ្នាំ1942កងទ័ពអាមេរិកត្រូវទទួលបរាជ័យជាបន្តបន្ទាប់ដោយត្រូវជប៉ុនវាយដណ្ដើមយកប្រទេសហ្វីលីពីនព្រមទាំងកោះមួយចំនួននៅក្នុងតំបន់មហាសមុទ្រប៉ាស៊ីហ្វិកក៏ប៉ុន្តែអ្វីចាប់ផ្ដើមប្រែប្រួលចាប់ពីខែឧសភាឆ្នាំ1942ក្រោយពីអាមេរិករកវិធីអាចលួចស្ដាប់ការឆ្លើយឆ្លងគ្នារវាងកងទ័ពជើងទឹកជប៉ុនហើយអាចដឹងជាមុនអំពីគម្រោងការនៅចលនាទ័ពរបស់ជប៉ុននៅក្នុងតំបន់មហាសមុទ្រប៉ាស៊ីហ្វិកនៅខែឧសភានោះអាមេរិកដឹងថាជប៉ុនកំពុងរៀបចំគម្រោងការវាយប្រហារទ្រង់ទ្រាយធំទៅលើកោះមីដវេរបស់អាមេរិកដើម្បីព្យាយាមកំទេចនាវាផ្ទុកយន្តហោះរបស់អាមេរិកដែលនៅសេសសល់ពីការវាយប្រហារទៅលើ Pearl Harbor តាមគម្រោងការជប៉ុននឹងបើកការវាយប្រហារទៅលើកោះមីដវេនៅព្រឹកព្រលឹមថ្ងៃទី4ខែមិថុនាដោយមិនឲ្យអាមេរិកដឹងខ្លួនជាមុនគឺប្រើតាក់ទិកដែលធ្លាប់ប្រើដោយជោគជ័យកាលពីនៅ Pearl Harbor ក៏ប៉ុន្តែលើនេះខុសពីការនៅ Pearl Harbor ពីព្រោះថាអាមេរិកបានដឹងទាំងអស់នៅគម្រោងការរបស់ជប៉ុនហើយបានរៀបចំអន្ទាក់ទុកជាស្រេចដើម្បីចាំទទួលជប៉ុននៅទីបំផុតគឺកងទ័ពជប៉ុនទៅវិញទេដែលដើរចូលទៅក្នុងអន្ទាក់របស់អាមេរិកដោយមិនដឹងខ្លួនជោគជ័យរបស់កងទ័ពអាមេរិកទៅលើកងទ័ពជប៉ុននៅកោះមីដវេនៅខែមិថុនាឆ្នាំ1942ត្រូវបានអ្នកប្រវត្តិសាស្ត្រជាទូទៅចាត់ទុកថាជាចំណុចរបត់ដ៏សំខាន់មួយនៃតុល្យភាពកម្លាំងនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកក៏ដូចជានៅក្នុងសង្គ្រាមលោកលើកទី2ទាំងមូលបរាជ័យនៅមីដវេធ្វើឲ្យកងទ័ពជើងទឹកជប៉ុនត្រូវទទួលរងនឹងការខូចខាតយ៉ាងធ្ងន់ធ្ងរដែលជប៉ុននឹកស្មានមិនដល់នាវាផ្ទុកយន្តហោះដ៏ធំទាំង4របស់ជប៉ុនដែលនៅលើនោះមានយន្តហោះចម្បាំងជាង300គ្រឿងនិងទាហានជាង5000នាក់ត្រូវកងទ័ពអាមេរិកបាញ់ពន្លិចក្រោយពីទទួលបរាជ័យនៅមីដវេកងទ័ពជើងទឹករបស់ជប៉ុនដែលធ្លាក់ចុះទន់ខ្សោយបានបញ្ឈប់សកម្មភាពឈ្លានពាននៅមហាសមុទ្រប៉ាស៊ីហ្វិកហើយនៅពេលនោះអាមេរិកក៏មានឱកាសពង្រឹងកងទ័ពរបស់ខ្លួនឡើងវិញចាប់តាំងពីចុងឆ្នាំ1942រហូតដល់ដើមឆ្នាំ1943កងទ័ពអាមេរិកបានយកជ័យជំនះជាបន្តបន្ទាប់លើកងទ័ពជប៉ុននៅក្នុងការវាយប្រយុទ្ធគ្នាដណ្ដើមកោះនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកតែត្រឹមពាក់កណ្ដាលឆ្នាំ1943តុល្យភាពកម្លាំងនៅក្នុងតំបន់ប៉ាស៊ីហ្វិកទាំងមូលត្រូវផ្អៀងទៅខាងអាមេរិកដែលបានវាយដណ្ដើមកាន់កាប់កោះជាច្រើននៅក្បែរប្រទេសជប៉ុនដើម្បីយកទុកធ្វើជាមូលដ្ឋានឈានទៅសម្រេចគោលដៅចុងក្រោយគឺវាយលុកចូលឈ្លានពានទៅលើប្រទេសជប៉ុននៅតំបន់អាហ្វ្រិកវិញកងទ័ពអង់គ្លេសដែលមានជំនួយពីកងទ័ពអាមេរិកនិងកងកម្លាំងចលនាតស៊ូបារាំងដឹកនាំដោយឧត្តមសេនីយ៍ Charles de Gaulleក៏បានចាប់ផ្ដើមយកព្រៀបទៅលើកងទ័ពអ៊ីតាលីនិងអាល្លឺម៉ង់ផងដែរបណ្ដាប្រទេសអាហ្វ្រិកដែលស្ថិតនៅក្រោមអាណានិគមបារាំងហើយដែលពីមុនស្ថិតនៅក្រោមអំណាចរដ្ឋាភិបាលរណបហ៊ីតឡែររបស់សេនាប្រមុខហ្វីលីបពេតាំងត្រូវបានចលនាតស៊ូបារាំងដឹកនាំដោយឧត្តមសេនីយ៍ Charles de Gaulle ដណ្ដើមកាន់កាប់ម្ដងមួយគិតត្រឹមឆ្នាំ1943កងទ័ពអាមេរិកនិងអង់គ្លេស
បានវិដណ្ដើមកាន់កាប់តំបន់អាហ្វ្រិកខាងជើងតែមូលហើយគ្រប់គ្រងសមុទ្រមេឌីទែរ៉ាណេដើម្បីបើកផ្លូវឈានទៅវាយលុករំដោះតំបន់អឺរ៉ុបពីដៃហ៊ីតលែរនិងមូសូលីនីនៅខែមករាឆ្នាំ1943លោក Franklin Roosevelt ប្រធានាធិបតីអាមេរិកលោក Winston Churchill នាយករដ្ឋមន្ត្រីអង់គ្លេសអាដាមសេនី Charles de Gaulle មេដឹកនាំចលនាតស៊ូបារាំងនិងអាដាមសេនី Henri Giraud មេដឹកនាំបារាំងប្រចាំតំបន់អាហ្វ្រិកខាងជើងបានបើកធ្វើសន្និសីទមួយនៅក្នុងប្រទេសម៉ារ៉ុកដើម្បីជជែកគ្នាអំពីជំហានបន្ទាប់ក្នុងសង្គ្រាមតទល់ទៅនឹងបកសម្ព័ន្ធត្រីភាគីនៅក្នុងសន្និសីទនេះប្រមុខដឹកនាំអាមេរិកអង់គ្លេសនិងបារាំងបានព្រមព្រៀងគ្នាថានឹងមិនមានប្រទេសណាមួយសុខចិត្តចូលទៅចរចាទទួលយកសំណើណាមួយពីហ៊ីតលែរនិងសព្វនមិត្តនោះទេព្រោះគឺត្រូវបន្តរួមដៃគ្នាធ្វើសង្គ្រាមរហូតដល់គូសត្រូវសុខចិត្តប្រកាសចោះចាញ់ដោយគ្មានលក្ខខណ្ឌក៏ប៉ុន្តែនៅក្នុងការជជែកគ្នានោះអាមេរិកនិងអង់គ្លេសមានការខ្វែងគំនិតគ្នាទៅលើយុទ្ធសាស្ត្រទ័ពនៅអឺរ៉ុបលោក Franklin Roosevelt ចង់ចូលរំដោះតំបន់អឺរ៉ុបតាមរយៈការវាយលុកទៅលើកងទ័ពអាល្លឺម៉ង់នៅខាងជើងប្រទេសបារាំងចំណែកឯលោក Winston Churchill វិញបានព្យាយាមបញ្ចុះបញ្ចូលប្រធានាធិបតីអាមេរិកថាកងទ័ពអាល្លឺម៉ង់នៅខាងជើងប្រទេសបារាំងមានទីតាំងរឹងមាំខ្លាំងដែលពិបាកនឹងវាយបែកហើយថាគេគួរតែធ្វើការវាយលុកចូលពីទិសខាងត្បូងវិញគឺតាមរយៈការចូលឈ្លានពានអ៊ីតាលីដែលលោក Winston Churchill យល់ថាជាចំណុចខ្សោយនៃខ្សែក្រវ៉ាត់ការពារតំបន់អឺរ៉ុបចុងក្រោយលោកប្រធានាធិបតីអាមេរិកក៏សុខចិត្តផ្អាកគម្រោងការវាយលុកចូលខាងជើងប្រទេសបារាំងហើយងាកទៅបើកប្រតិបត្តិការចូលឈ្លានពានបែកខាងត្បូងប្រទេសអ៊ីតាលីវិញទៅតាមសំណើរបស់លោកនាយករដ្ឋមន្ត្រីអង់គ្លេសជាថ្នូរមកវិញលោក Winston Churchill បានព្រមព្រៀងបញ្ជូនកងទ័ពអង់គ្លេសឲ្យទៅជួយអាមេរិកនៅក្នុងការច្បាំងទល់នឹងជប៉ុននៅតំបន់អាស៊ីប៉ាស៊ីហ្វិក